ជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់មកនិយាយអំពីសារតកម្មយុវវ័យចំពុកទី23ចំណុចខ្សោយតើបងប្អូនដឹងទេថាឥឡូវនេះយើងនៅមានចំណុចខ្សោយច្រើនណាស់ដែលយើងត្រូវការសុំពីព្រះចំណុចខ្សោយរបស់យើងនោះគឺការជឿទុកចិត្តបើសិនជាយើងគ្មានការទុកចិត្តទៅលើព្រះនោះទេគឺយើងងាយស្រួលក្នុងការធ្លាក់ទៅក្នុងស្អីរបួសរបស់សាតាំងមែនទេសាតាំងគឺវាដឹងថាយើងគឺជាមនុស្សដែលខ្សោយនៅការជឿទុកចិត្តបើសិនជាយើងមានជំនឿជឿទៅលើព្រះនោះព្រះអង្គទ្រង់នឹងជួយយើងឲ្យយើងរួចផុតពីសេចក្តីរបស់សាតាំងព្រះយេស៊ូវទ្រង់បានបញ្ជាក់ទៀតថានៅពេលដែលយើងខ្វះខាតនៅពេលដែលយើងគ្មានកម្លាំងនោះព្រះយេស៊ូវទ្រង់នឹងប្រទានឲ្យយើងនៅពេលដែលយើងសូមដល់ទ្រង់ព្រះយេស៊ូវទ្រង់សប្បាយចិត្តនៅពេលដែលឃើញកូនរបស់ទ្រង់សូមដល់ប្រាជ្ញាសូមដល់កម្លាំងពីទ្រង់ព្រះយេស៊ូវទ្រង់ក៏សប្បាយចិត្តនឹងឲ្យដែរព្រះអង្គតែងតែនៅចិត្តយើងជានិច្ចព្រះអង្គទ្រង់តែងតែធ្វើឲ្យយើងមានភាពកក់ក្ដៅនៅក្នុងខ្លួនព្រះអង្គទ្រង់បានបញ្ជាក់ទៀតថានៅពេលដែលយើងដើរទៅទីណាថាយើងភ័យខ្លាចយ៉ាងណាក៏ដោយក៏ព្រះអង្គទ្រង់តែងតែនៅក្បែរយើងផងដែរយើងអាចរកឃើញនៅក្នុងព្រះគម្ពីរអេសាយចំពុក43ខ1និងខ3ដែលបានប្រាប់យើងថានៅពេលដែលយើងភ័យខ្លាចនៅពេលដែលយើងដើរកាត់ចរោកភ្នំយ៉ាងណាក៏ដោយក៏ព្រះអង្គទ្រង់តែងតែនៅក្បែរយើងជានិច្ចហើយគឺជាព្រះបន្ទូលរបស់ទ្រង់ដែលព្រះអង្គទ្រង់បានបញ្ជាក់ប្រាប់យើងយ៉ាងច្បាស់កុំឲ្យយើងមានការនឿយឆ្ងល់ហើយឲ្យយើងមានចំណេះជំនឿទៅលើព្រះផងដែរអញ្ចឹងហើយសារតកម្មយុវវ័យថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណនិងសូមជម្រាបលា